តអ្នកគ្នានឹងគឺមកអ្នកគ្នាដាបសារជាមួយខ្ញុំដាបសារដល់សែនវល់មួយខ្ញុំអញ្ចឹងមកធ្វើការដាបសារមួយខ្ញុំហើយថ្ងៃហ្នឹងគឺមានចលនាខ្លួនឯងមានលុយ 20000 ដាបសារអ្នកគ្នាតែមើលខ្ញុំទិញគេខ្លះអញ្ចឹងយើងដើរមកដល់កន្លែងតូបត្រីអ្នកគ្នាគឺខ្ញុំបានទិញជាមួយនឹងត្រីមួយអ្នកគ្នាអញ្ចឹងយើងចាំតែលក់ធ្វើហើយយើងខាត់លុយគាត់ទៅត្រីហ្នឹងអស់ 3500 អ្នកគ្នាអញ្ចឹងយើងទៅធ្វើការដើរបន្តយើងទិញជាមួយនឹងបន្លែហើយបន្លែរបស់ខ្ញុំយកទិញច្រើនទេអ្នកគ្នាខ្ញុំទិញជាមួយនឹងស្ពៃក្តោបហើយនឹងទៅសក់ចឹងម្ដុំហ្នឹងគឺ500អ្នកគ្នាគេច្រកមកសាច់ចឹងយើងឲ្យគាត់ច្រកហើយយើងខិតលើគាត់ទៅព្រោះអីចឹងយើងមកធ្វើការដាវបន្តមកទិញនំបញ្ចុកអត់មិនបានសឡូបអាហារនំបញ្ចុកអញ្ចឹងយើងមកត្រូវទិញនំបញ្ចុកហើយនេះមានលបយស្រាប់ទៀតទៅនឹងតែអញ្ចឹងខ្ញុំក៏ទិញជាមួយនឹងកថងថេតនេះម្ដងមកបន្តមកទីគឺខ្ញុំមកដាទិញទៅសក់ធាមអ្នកគ្នាខ្ញុំចូលចិត្តសក់ធាមមួយសឡូបអាហារអញ្ចឹងខ្ញុំទិញបានហើយខ្ញុំក៏ដាវមកផ្ទះវិញអញ្ចឹងអ្នកគ្នាហើយបន្ទាប់ពីយើងដើរមកដល់ផ្ទះហើយយើងមកធ្វើការ check in មើលតើយើងមានខ្វះខាតអីគេអត់ចាគឺខ្វះមែនខ្ញុំស្អប់មែនតែនហ្មងអាដើរផ្សារហ្នឹងហើយទិញគ្រឿងច្រើនហ្នឹងហ្មងហើយភ្លេចមុខភ្លេចក្រោយហ្នឹងហ្មងចង់ក្រោយនៅទៅផ្សារ2បកដដែលអើយបងប្អូនហើយគឺចប់ហ្មងហើយឥឡូវនេះយើងដើរទៅផ្សារម្ដងទៀតហើយបន្ទាប់ពីយើងដើរទៅដល់ផ្សារហើយយើងទៅទិញគ្រឿងដែលយើងខ្វះហ្នឹងគឺខ្វះជាមួយនឹងដងអ្នកគ្នាអញ្ចឹងទិញដង 2000 មកហើយបន្ទាប់មកបានដងហើយក៏ខ្វះជាមួយនឹងបន្លែល្ពៅនេះទៀតចប់មកកូនស្រីហើយដើមមកអ៊ីគាត់ស្ងោរត្រីឆ្អិនហើយអញ្ចឹងគាត់មកធ្វើការបេះជួយបុកជួយអីចឹងទៅដោយសារខ្ញុំនេះដើរផ្សារពេកមកភ្លេចក្រោយហើយយើងមកធ្វើកូនក្បាត់ហើយជួយហាន់បន្លែអីចឹងមកណាតើពីហាន់បន្លែហើយខ្ញុំមកលាងទឹកវាឲ្យស្អាតអីចឹងមកហើយនេះត្រីដែលគាត់បុកឲ្យខ្ញុំបុកហើយឲ្យបងប្អូនគ្នាអញ្ចឹងយើងមកធ្វើការ slow ទាំងអស់គ្នាហើយយើងមកធ្វើការដាំទឹកឲ្យបុកបងល្ពៅយើងចូលមកហើយមានជាមួយនឹងប្រហុកទៀតមកយើងឆុំប្រហុកយើងឲ្យចូលជាតិមកអ្នកគ្នាឆុំវាចឹងមកបន្ទាប់ពីវាឆុំហើយអ្នកគ្នាដាក់អីច្រើននេះយើងមកធ្វើការថែមគ្រឿងរបស់យើងយើងមានត្រីបុកមួយញ៉ាំបុកជាមួយគ្រឿងហ្នឹងយើងយកមកដាក់មកចឹងអ្នកគ្នាបងចឹងមកហើយកោវាតិចមកដើម្បីឲ្យវាបែកត្រីចូលទៅឲ្យវាកាន់ដល់ខាប់មកលើចឹងណាហើយបងអំបិលបន្តិចស្ករបន្តិចប៊ីចេងបន្តិចមកតាមបេះដូងអ្នកគ្នាជួយចិត្តអីដាក់នឹងមកណាហើយអ្នកគ្នាជួយចិត្តរសជាតិមិនដាក់ចឹងហើយជាកិច្ចបន្ទាប់ក៏យើងមានជាមួយនឹងទីដងដែលយើងភ្លេចមិញហ្នឹងហើយមុខមហូបដែលសំខាន់ជាងគេមិនគួរណាខ្ញុំភ្លេចសោះខ្ញុំនិយាយមែនខ្ញុំដើរឡើងពោះចិត្តដល់ផ្សារខ្ញុំពោះចិត្តនឹងខ្លួនឯងភ្លេចគ្រឿងពេញមហូបហ្នឹងហ្មងហើយបន្ទាប់មកទៀតយើងមកបងជាមួយនឹងរ៉ូឌីទីមកអ្នកគ្នាដល់ពីបងហើយមកធ្វើការចិត្តបន្លែតដែលមានតែសក់ដែរអ្នកគ្នាយើងធ្វើការចិត្តតែសក់របស់យើងចិត្តឲ្យវាទូមកណាដើម្បីយើងដាក់លបោយមកយើងញ៉ាំទៅឆ្ងាញ់ចូលជាតិគ្នាអញ្ចឹងនេះលបោយរបស់យើងរៀបចំឲ្យអ្នកគ្នាមានកថងថេតមានសក់ធាមអីចឹងមកមាននំបញ្ចុកអីទៀតមកតាមកធ្វើការញ៉ាំទាំងអស់គ្នាណាខ្ញុំអត់ចេះញ៉ាំនំបញ្ចុកសឡូបអាហារហើយបើទិញគេតែបើធ្វើខ្លួនឯងអាចញ៉ាំបានខ្លះតែបើទិញគេចោលហើយអត់ចេះញ៉ាំទេព្រោះសឡូគេសាប់ផ្លែមអត់សូវចូលជាតិមួយនំបញ្ចុកដល់ទៅអត់ឆ្ងាញ់ហ្មងតែបើស្លខ្លួនឯងដាក់មកតោះមកចាស់ដៃហ្មងអញ្ចឹងគឺឆ្ងាញ់ហើយមិនលេងសើចនៅបងប្អូនគ្នាមកចេះញ៉ាំស្លអាហារមែនតែស្លខ្លួនឯងញ៉ាំម្ដង2ចាន3ចានអីហ្នឹងមិនដឹងថាឆ្អែតអញ្ចឹងវីដេអូហ្នឹងអត់មានអីច្រើនទេអ្នកគ្នាអរគុណសកម្មវីដេអូដល់ចប់ណាបាយបាយ